ចឹងបានថារដូវវស្សាកុំទុកចិត្តមេឃកុំទុកចិត្តផ្កាយព្រោះថាត្រូវភ្លៀងហ្នឹងហើយជាពិសេសអាម៉ោងទៅធ្វើការម៉ោងទៅរៀនហ្នឹងគឺថាភ្លៀងត្មងហើយថ្ងៃនេះដែរគឺភ្លៀងដែរប៉ុន្តែវារលឹមស្រិចហើយខ្ញុំក៏រងចាំមើលឲ្យវារាំងបន្តិចទៅអាបន្តដំណើរទៅធ្វើការរបស់យើងទៀតហើយឃើញថាទេសភាពនៅជុំវិញផ្ទះនៅតែស្រស់ស្អាតនេះរដូវវស្សាហើយក៏ថតជូនបងប្អូនទស្សនាកម្សាន្តទៅហើយតិចទៀតនេះខ្ញុំនឹងធ្វើដំណើរទៅសាលាហើយដោយសារមេឃវារៀងរាំងបន្តិចហើយដាច់ទឹកភ្លៀងយើងចេញដំណើរតែម្ដងចាហើយជិះម៉ូតូនេះមិនជាលឿនទេបងប្អូនហើយដោយសារដៃកាន់ទូរស័ព្ទថតផងនោះគ្រាន់តែថាខ្ញុំខានក្នុងវីដេអូទៅឲ្យឆាប់ចប់បងប្អូនមើលទៅក៏វាមិនសូវសាំហើយឃើញថាមកដល់សាលាគឺសិស្សយើងមកច្រើនមែនតើដោយសារផ្ទះគាត់ភាគច្រើននៅចិត្តហ្នឹងអញ្ចឹងទៅគាត់ក៏មកមុនពេលអញ្ចឹងទៅចាពេលមកដល់ក៏ឃើញបងស្រីអង្គុយតំក់ម្នាក់ឯងសែតណាអញ្ចឹងខ្ញុំមកនេះបានគ្នា2នាក់អញ្ចឹងទៅហើយគ្រូផ្សេងគាត់ចូលបរៀនអស់ទៅ